កដាលសាសនាគេកំពុងនៅអីទេអត់មានឥឡូវយើងគិតមើលតែប្រទេសមួយកំពុងតែមាននាយករដ្ឋមន្ត្រីមួយស្រាប់តែសុកឲ្យកើតនាយករដ្ឋមន្ត្រីមួយទៀតឲ្យមិនបាននេះមនុស្សអ្នកតាក់តែងផងចុះតម្រាំតែការតាក់តែងរបស់និយាមរបស់ព្រះដែលមានពភាតើនឹងមានព្រះពុទ្ធឯណាមកត្រាស់ដឹងពី3ព្រះអង្គក្នុងពេលមកបំពេចនោះអត់ទេដោយយើងតានាំគ្នាខំធ្វើបុណ្យឲ្យតន់ព្រះសិអាអញ្ចឹងណាយើងនិយាយថាដូចងាយណាស់អញ្ចឹងប៉ុន្តែព្រះសិអាមិនមែនត្រាស់20ឆ្នាំក្រោយមិនមែនត្រាស់1000ឆ្នាំក្រោយឬក៏10000ឆ្នាំក្រោយទេព្រោះផែនដីហ្នឹងវាត្រូវរំកិលរហូតដល់មនុស្សអាយុ10ឆ្នាំស្លាប់ព្រោះសប្តាហ៍ថ្ងៃមនុស្សមានអាយុខៃជាមធ្យម75 74ឆ្នាំអញ្ចឹងមនុស្សតតែមនុស្សមានអាយុត្រឹម10ឆ្នាំស្លាប់បានអាយុខៃហ្នឹងវាចុះមកដល់ត្រឹមហ្នឹងហើយវាត្រូវឡើងរហូតដល់មនុស្សមានអាយុ100,000ឆ្នាំវិញមួយអសង្ខ័យវិញតតែមនុស្សឡើងដល់អាយុមួយអសង្ខ័យហើយបានមក100ឆ្នាំដកមួយវិញហើយយើងកាលដែលព្រះតាមានពភាព្រះអង្គគង់ធរមាននៅមនុស្ស100ឆ្នាំស្លាប់ជាមធ្យមណាអញ្ចឹង100ឆ្នាំដក1 100ឆ្នាំដក1ដកទៅពុទ្ធសករាជ2560ជាងនេះគឺថាមនុស្សនៅសល់ត្រឹម74អញ្ចឹងត្រូវដក100ឆ្នាំដក1ទៀតរហូតអស់ពេល3000ឆ្នាំទៀតបានមនុស្សនៅសល់ជាង3000ឆ្នាំទៀតទើបមនុស្សអាយុ10ឆ្នាំស្លាប់អញ្ចឹងគ្រាន់តែប៉ុណ្្នឹងអស់3-4000ឆ្នាំទៅហើយអញ្ចឹងតម្រាំតែមនុស្សឡើងទៅដល់អាយុមួយអសង្ខ័យវិញហើយយក100ឆ្នាំមកដក100ឆ្នាំមកដករហូតដល់មនុស្សនៅត្រឹមអាយុ80000ឆ្នាំបានមានព្រះត្រាស់ដឹងក្នុងលោកមួយអង្គទៀតយូរណាស់ហើយចុះមកអសង្ខ័យឆ្នាំនោះវាមានយ៉ាងម៉េចទៅបានន័យថា100សែនសម្រៀបគ្នា20ដងស្មើនឹងមួយអសង្ខ័យណា100កោដមានលេខ0ប្រមាណ100សែនអធិស្ឋាន100សែនមានលេខ0 5 2 100សែននឹង10លានហ្នឹងណាត្រូវ100សែន10លានអញ្ចឹង100សែនហ្នឹងគ្រប់100សែននឹងម្ដងស្មើនឹង1កោដ1កោដនឹង100សែនដងទៀតបានវាស្មើ1បកោដ1បកោដនឹង100សែនដងទៀតបានវាស្មើ1នឹបបកោដហើយ1នឹបបកោដនឹង100សែនដងទៀតបានវាស្មើ1លហុរហូតដល់1លហុនឹងវា100សែនដងទៀតបានវាស្មើនឹងតរហូតដល់1បតមៈមហាបតមៈមហាអកថានៈរហូតដល់1អសង្ខ័យចឹងបើតម្រៀបគ្នាថា100សែននឹង20ដងបានស្មើលេខ1អសង្ខ័យអញ្ចឹងតម្រាំតែមនុស្សឡើងទៅដល់អាយុ1អសង្ខ័យនោះឆ្នាំក្រោយឬមិនឬក៏ថាជាតិក្រោយយូរណាស់ហើយយូរដល់ប៉ុណ្ណឹងត្រូវចំណាយពេលថាយូរក៏យូរទៅចុះប៉ុន្តែចំណាយពេល100ឆ្នាំដក1ឆ្នាំវិញទៀតណោះដកតម្រាំអស់មួយអសង្ខ័យមកនៅត្រឹម1មហាអកថានៈតម្រាំតែដក1មហាកថានៈមកនៅមួយកថានៈតម្រាំតែដក1កថានៈហ្នឹងមកនៅ1បតមៈអញ្ចឹងត្រូវដកយក100ឆ្នាំមកដកម្ដងមួយតម្រាំអស់100,000ឆ្នាំតម្រាំអស់មួយអសង្ខ័យមកត្រឹម80000ឆ្នាំវិញហើយយើងប្រើគណិតមកគិតទៅវាវែងឡាយទៅណា
năm cặp bèo viễn đam tặc hộp chia bạch cham còn hộp tặc xanh hộp tặc siêu từ cho này tham hứa đông bát cứ sầm hẹp ở mà ngay pi nhà cao môi phật môi đường nghịch hồi như đông lươn thời dương plei là mũ sả đa cho số sầm hẹp ban hai dương hộp năm cặp bèo thì chẹt ở viễn thông ban trường tới về lên và bạn ông luôn này vậy đa cho số sầm hẹp cục quan miên cả lang than lên thập tầng ham lên chứ ba vợ một sờ vàng phân đây hủi cô tại bọt chưa mình cứ hủi cô sờ vàng phân đây chia một sốเลยsao bọt chưa mình tiền tốt ប៉ុន្តែសត្វលោកគិតថាវាវែងយ៉ាងនោះប៉ុន្តែសម្រាប់អ្នកឃើញភ័យនឹងវត្តដាក់ថាមិនវែងទេព្រោះថាបើភ្លេចខ្លួនធ្វើឲ្យខ្លួនចុះទៅកើតក្នុងអបាយភពមាននរកប្រែដេរឆានអីតែមួយជាតិឡើងមកវិញព្រះត្រាស់បាត់ចូលយើងគិតមើលនរកជាន់ទី1តែមួយថ្ងៃអស់9លានឆ្នាំតែបាត់ហើយតែកើតក្នុងនរកជាន់ទី1មិនមែនកើត10ថ្ងៃនរកអីណាតែទៅក្នុងជាន់ទី1ប្រងត្រូវចាយពេលអស់500ឆ្នាំនរកជាន់ទី1នេះ500ឆ្នាំនរកហើយមួយថ្ងៃអស់9លានអញ្ចឹងមួយជាតិព្រះត្រាស់វិញបាត់អញ្ចឹងបានតាបើគិតតែយើងសាមញ្ញថានៅយូរប៉ុន្តែបើគិតដោយបញ្ញាបារមីថាវាលឿនអញ្ចឹងបានតែយើងក៏បីកុំសូវទៅងប់ងល់ជាមួយថាតិចព្រះត្រាស់ឯនោះតិចព្រះត្រាស់ឯនេះអីកុំអីណាសន្សំព្រោះព្រះដែលមានពភាព្រះអង្គមានអាណាខេត្តព្រះអង្គរៀងខ្លួនខ្ញុំក៏ដល់ណាធ្លាប់សម្ដែងម្ដងហើយប៉ុន្តែក្រែងលោកទាំងឡាយស្ដាប់មិនបានជាថាពុទ្ធខេត្តរបស់ព្រះដែលមានពភាមួយអង្គគឺថា100,000ផែនដីបានតែផែនដីហ្នឹងវាមាន100,000ចក្រវាឡព្រោះតែផែនដី10000ប្រើព្រះអាទិត្យមួយប្រចាំមួយរួមគ្នាផែនដីនេះគឺថានិយាយឲ្យស្រួលគឺផែនដីហ្នឹងគឺថាឥឡូវយើងនេះមានដីទេមានទេចុះឋានប្រច័ណ្ឌមានដីទេមានហ្នឹងហើយអង្គាអីហ្នឹងដែលគេសន្មត់ថាឈ្មោះភពនៃភពនោះមានដីដូចគ្នាអញ្ចឹងផែនដីហ្នឹងមាន10000ប្រើព្រះអាទិត្យមួយប្រចាំមួយរួមគ្នាដូចអ្នកភូមិក្នុងហ្នឹងមាន10000គ្រួសារប្រើទឹកម្ដងមួយឬក៏ថាទឹកស្រះមួយរួមគ្នាដល់តែភូមិនោះមាន10000ទៀតប្រើទឹកស្រះមួយទៀតអញ្ចឹងបានន័យថា10000ហ្នឹង10ដងស្មើ100,000អញ្ចឹង100,000ចក្រវាឡនេះស្ថិតក្នុងអាណាខេត្តរបស់ព្រះពុទ្ធមួយអង្គទើបមាន100,000ផែនដីទៀតអាហ្នឹងអាណាខេត្តរបស់ព្រះពុទ្ធអង្គដតីអញ្ចឹងទៅអញ្ចឹងព្រះដែលមានពភាក្នុងផែនដីទាំង100,000នេះគឺថាមានតែចក្រវាឡយើងនេះទេដែលសន្មត់ថាជាមង្គលចក្រវាឡហើយមានព្រះពុទ្ធត្រាស់ដឹង5ព្រះអង្គក្នុងពេលបច្ចុប្បន្នផែនដីបច្ចុប្បន្ននេះតែនៅរងចាំមួយអង្គទៀតតែប៉ុណ្្នឹងឯងហើយមួយអង្គទៀតមិនមែនត្រាស់ឆ្នាំក្រោយអីទេហ្នឹងហើយគេថាលោកយូរវែងទៅប៉ុន្តែទោះតែនៅយូរអញ្ចឹងក៏ដោយយើងក៏បីសាងបុណ្យសាងកុសលដើម្បីយឹតយោងសណ្ដោងខ្លួនឯងក្រែងលោតតន់តែប៉ុណ្្នឹងទេបើឲ្យថាតន់តបងខ្ញុំកណ្ដាលអាត្មាមិនហ៊ានធានាជូនអស់លោកអ្នកទេប៉ុន្តែក្រែងលោតតន់បើកាលណាកាយសិចរិតវិជ័យសិចរិតមនោសិចរិតមានទានរសាសិលល្អប្រសើរហើយអញ្ចឹងតែបើអត់មានទេថាមិនសង្ឃឹមទេហ្នឹងហើយមិនសង្ឃឹមទេយើងគិតមើលថាពេលខ្លះយើងគ្រាន់តែចង់ជួបមនុស្សសាមញ្ញធម្មតាពិបាកជួបទៅហើយចោះទម្រាំតែព្រះពុទ្ធៈអ្នកត្រាស់ដឹងក្នុងលោកឧបដិកើតឡើងទៀតងាយណាស់តែបានជួបនោះមិនងាយទេឥឡូវឧទាហរណ៍ងាយទៅចង់មិនតែនិយាយនេះមិនមែន
គោបំណងអីផ្សេងទេណាគ្រាន់តែឧបមាឲ្យស្ដាប់ងាយទេតែគ្រាន់តែខ្ញុំកណាអាត្មាទៅពិបាកជួបប៉ុណ្ណឹងដែររត់ទៅនេះផងរត់ទៅនោះផងមកតែបានជួបខ្លះ10 ដង 20 ដងអីបានលឺជួបម្ដងយើងធម្មតាដូចគ្នាផងពិបាកជួបប៉ុណ្ណឹងដែរចុះទម្រាំតែពុទ្ធៈនោះត្រាស់ដឹងក្នុងលោកនោះមនុស្សរាប់រយសែនកោតមនុស្សផងទេវតាផងព្រំផងមកប្រជ្រៀតគ្នាចង់ជួបងាយណាស់ហើយតែបានជួបនោះឥឡូវខ្មែរយើងនេះខ្ញុំកណ្ដាលថានៅតែខ្មែរចុះប្រជ្រៀតតែខ្មែរគ្នាឯងឈ្នះផងចុះទម្រាំពុទ្ធដែលព្រះអង្គត្រាស់ដឹងក្នុងលោកគ្រប់មនុស្សគ្រប់ជនជាតិដែលក្រោមអំណាចនៃសម្មាសម្ពុទ្ធញាណជ្រះថ្លាអំអន់ចិត្តចូលទៅទេវតាផ្សែនកោតព្រំផ្សែនកោតទេវតាចក្រវាឡដតីផងមនុស្សផងសត្វគ្រប់បែបយ៉ាងទាំងអស់បងអន់ចូលទៅជួបយើងណាតែងាយបានជួបព្រះនោះអញ្ចឹងហើយថ្ងៃនេះខ្ញុំសូមបកស្រាយបញ្ហាជំងឺរដូងបាតកាពះពោះវៀនព្រោះកើតដំបូងគឺមិនដឹងទេគ្រាន់ថាទី1គឺឆ្អល់ពោះតឹងពោះអសបសល់អញ្ចឹងបាត់ជើងតិចបាត់ជើងមកអស់អញ្ចឹងធ្វើយើងហូបបន្លែឆៅទៅវាទៅជារៀកមកភ្លាមអត់កិនទេហើយឆ្អល់ទៅថប់ដង្ហើមទៅរួយក៏ស្វាងភ្នែកសម្រាប់អត់គ្រប់គ្រាន់រួយដៃរួយជើងចុកឆ្អឹងខ្នងក្បាលយើងអាសាឈឺទៅស្លប់បើសិនតែបាត់ជើងមិនអស់គឺឈាមរត់អត់ស្រួលវារួយក៏ស្វាងភ្នែកមិនខំធ្វើបុណ្យទេកុំថាឡើយជួបឲ្យតែកើតតនសម័យមាននឹងអត់ផងសម័យដែលព្រះពុទ្ធមួយអង្គត្រាស់ដឹងក្នុងលោកដូចជាព្រះសម្មាសម្ពុទ្ធអង្គក្រោយនេះព្រះអង្គជាវិរិយៈថឹកអញ្ចឹងព្រះអង្គប្រាថ្នាថាសត្វលោកណាមានបុណ្យគ្រប់សម្បីកើតជំនាន់ព្រះអង្គបើអត់ទេអត់ឲ្យតន់កើតទេខ្លះទៅនៅនឹងនរកទៅខ្លះទៅនៅនឹងប្រែទៅខ្លះទៅនៅនឹងដេរឆានទៅខ្លះទៅនៅនឹងអសូរកាយអស់ទៅអត់បានតន់ទេព្រោះព្រះដែលមានភាពព្រះអង្គដូចអ្នកមានអញ្ចឹងណាព្រះអរិយមេត្រីដូចថាអ្នកមានខ្លាំងព្រះអង្គទៅទិញដីកន្លែងនឹងហើយគឺថាសម្រាប់តែអ្នកមានទៅនៅអ្នកក្រអត់មានលទ្ធភាពទៅនៅទេនិយាយឲ្យស្រួលស្ដាប់អញ្ចឹងទៅយើងឧបមាឲ្យស្រួលស្ដាប់ក៏ដោយព្រះបរមគ្រូនៃយើងព្រះអង្គជាព្រះពុទ្ធដែរប៉ុន្តែថាព្រះអង្គមិនសូវមានអញ្ចឹងទេចុះអញ្ចឹងព្រះអង្គត្រាស់ដឹងក្នុងសត្វលោកដែលអាយុមានមនុស្សអាយុ100ឆ្នាំហើយកើតក្នុងសត្វលោកដែលមានទិដ្ឋិខុសខ្លះត្រូវខ្លះសម័យសត្វលោកមិនសូវសម្បូរបុណ្យប៉ុន្តែអំណាចនៃពុទ្ធៈដូចគ្នាទេប៉ុន្តែព្រះអរិយមេត្រីដូចជាមនុស្សដែលមានលុយហើយមានខ្លាំងទៅទៀតហើយទៅទិញដីមកប្រទេសនឹងនៅតែឯងចៃចំណេញតែអ្នកមានឲ្យទៅនៅទេតតណាមានលុយចាប់ពី$1000 លានបានទៅនៅកន្លែងដីនឹងកើតឧទាហរណ៍ទេណានិយាយឲ្យស្រួលស្ដាប់កុំឲ្យយើងពិបាកគិតអញ្ចឹងយ៉ាងណាមិញព្រះអរិយមេត្រីក៏ព្រះអង្គត្រាស់ដឹងក្នុងលោកសត្វលោកសម័យនោះគឺថាមានតែសត្វលោកដែលមានបុណ្យខ្ពស់ទេបានទៅកើតតន់សូម្បីមនុស្សខ្មៅក៏អត់មានដែរមិននិយាយដល់តែមនុស្សអីនិយាយថ្ងៃច្រើននិយាយត្រឹមតែមនុស្សខ្មៅអីអត់មានប៉ះសម្បុរមនុស្សសម័យនោះស្អាតហាក់បីដូចបើមនុស្សប្រុសហាក់បីដូចជាទេវតាក្នុងជាន់តើវតឹងពិភពបើមនុស្សស្រីហាក់បីដូចជាទេវតាក្នុងជាន់តើវតឹងពិភពមិនមកទៅក្នុងមិនអង្គុយមកក្រុមចេះកលេចទៅឃើញខ្មៅឃើញសឃើញល្អឃើញអាក្រក់អីមិនទេគឺថាមើលទៅដូចមើលភ្នែកមួយអញ្ចឹងដូចមើលមនុស្សម្នាក់អញ្ចឹងស្អាតដូចគ្នាអញ្ចឹងទៅកម្ពស់កំពក៏ស្មើគ្នាល្អមិត្តភាពខ្ពស់មិនមានទៀតទេមនុស្សទឿគ្មានទេក្នុងសម័យព្រះអរិយមេត្រីមនុស្សខ្នងកងគ្មានទេមនុស្សកោងខ្នងក៏គ្មានដែរ